ថ្ងៃអាទិត្យទី29 ខែមិថុនាឆ្នាំ2025សមាគមថ្នាលយុវជនកម្ពុជាដឹកនាំដោយលោកម៉ៅផល្លានាយកប្រតិបត្តិសមាគមលោករិនរាវីប្រធាននិងលោកទួនសុខុនអនុប្រធានក្រុមប្រឹក្សាភិបាលនិងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសមាជិកសមាជិកាមកពីសាខារាជធានីភ្នំពេញខេត្តបន្ទាយមានជ័យខេត្តព្រះវិហារខេត្តស្ទឹងត្រែងខេត្តកំពង់ស្ពឺនិងខេត្តកណ្ដាលសរុបប្រមាណ88រូបក្នុងការចុះសួរសុខទុក្ខនិងនាំយកអំណោយប្រគល់ជូនអាដាមឧត្តមសេនីយ៍តូសុំសំណាងមេបញ្ជាការដ្ឋានទ័ពពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោកប្រចាំទិសព្រះវិហារដើម្បីឧបត្ថម្ភដល់កងទ័ពសមរភូមិមុងក្នុងកិច្ចជំនួបនឹងការប្រគល់ទទួលអំណោយនោះផងដែរអាដាមឧត្តមសេនីយ៍តូសូមសំណាងមេបញ្ជាការដ្ឋានទ័ពពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោកប្រចាំទិសព្រះវិហារក៏បានទទួលស្វាគមន៍កោតសរសើរនិងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកថ្នាលយុវជនកម្ពុជាដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងកន្លងមកនិងបច្ចុប្បន្នហើយទន្ទឹមនឹងនោះលោកទួនសុខុនក៏បានមានប្រសាសន៍ទៅកាន់អាដាមមេបញ្ជាការនិងវីរៈកងទ័ពនៅទីនោះទាំងអស់ថារូបលោកនិងក្រុមការងារថ្នាលយុវជនកម្ពុជាទូទាំងរាជធានីខេត្តព្រមទាំងប្រជាពលរដ្ឋនៅខាងក្រោយមិនដែលភ្លេចទេពីវីរៈភាពរបស់បងប្អូនកងទ័ពយើងហើយពួកយើងនឹងបន្តនាំយកស្បៀងនិងចុះសួរសុខទុក្ខដល់ទីតាំងជួរមុងបែបនេះជារឿយៗតទៅទៀតដោយឡែកលោករិនរាវីបានមានប្រសាសន៍ថាពួកយើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងគៀងគរសប្បុរសជននានាបន្ថែមទៀតដើម្បីនាំយកស្បៀងឧបត្ថម្ភដល់កងទ័ពនៅតាមព្រំដែននាថ្ងៃខាងមុខក្នុងស្មារតីគាំទ្រដល់ទឹកចិត្តកងទ័ពនិងគាំទ្រដើម្បីជាតិមាតុភូមិកម្ពុជាយើងលោកម៉ៅផល្លាតំណាងឲ្យថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសមាគមថ្នាលយុវជនកម្ពុជាទូទាំងរាជធានីខេត្តសូមសម្ដែងនៅអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អាដាមឧត្តមសេនីយ៍តូសូមសំណាងមេបញ្ជាការដ្ឋានទ័ពពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោកប្រចាំទិសព្រះវិហារនិងសូមអរគុណនៅទឹកចិត្តដ៏ថ្លៃថ្លាព្រមទាំងសកម្មភាពនាថ្ងៃនេះចំពោះក្រុមការងារថ្នាលយុវជនកម្ពុជាដោយមិនខ្លាចហត់នឿយដោយចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនពិសេសបានអញ្ជើញមកចូលរួមនាំយកអំណោយរបស់សមាគមនិងសប្បុរសជនមកចែកជូនវីរៈកងទ័ពជួរមុខផងដែរដោយអំណោយដែលបានប្រគល់ជូនទាំងនោះរួមមានវិទ្យុតាក់ទង1គ្រឿងថវិកាចំនួន70,000